ស្រីនាងកញ្ញាដែលផ្ដល់ជាកិត្តិយសនៅក្នុងថ្ងៃនេះហើយអ្វីដែលមាននៅក្នុងចិត្តក៏សូមប្រាប់អ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះថាដំណើរដ៏វែងឆ្ងាយមួយក្នុងរយៈពេលជិត10ឆ្នាំក៏ត្រូវបានមកដល់ទីតាំងមួយដែលពួកយើងបានសន្យាមួយគ្នានៅថ្ងៃដំបូងដែលយើងបានស្គាល់គ្នាទោះបីជាថ្ងៃមុនដំបូងយើងរៀងឈាមរាវបន្តិចបានន័យថាឲ្យតែបានស្រឡាញ់សិនទៅសន្យាថាការក៏សិនអញ្ចឹងណាធ្វើម៉េចឲ្យស្រឡាញ់សិនចាំគិតទៀតតែបន្ទាប់ពីបានចាប់ដៃគ្នាយើងឆ្លងកាត់រឿងជាច្រើនយើងមិនចង់និយាយពីរឿងមិនល្អនៅក្នុងថ្ងៃមង្គលប៉ុន្តែក៏យើងមិនអាចប្រកែកបានជាមួយនឹងរឿងដែលបានកើតឡើងយ៉ាងណាក្តីខ្ញុំក៏បានសន្យាមួយគាត់ហើយចាប់ដៃគ្នាមួយគាត់តាំងពីថ្ងៃដំបូងហើយជារួមតាំងពី